សូមជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋខេត្តកពតថ្ងៃនេះខ្ញុំបាទឆ្លៀតឱកាសដើម្បីមកចូលរួមជាមួយនឹងអាយដាមម៉ៅតនិនអភិបាលនៃគណៈអភិបាលខេត្តកពតហើយនឹងក្រុមហ៊ុនដែលគ្រប់គ្រងទាំងដំណើរការវិរិយអគ្គិសនីស្ទឹងកំចាយនៅខេត្តកពតនេះមូលហេតុដែលមកថ្ងៃនេះគឺដើម្បីមកពិនិត្យមើលនៅធាតុទឹកដែលកំពុងតែស្តុកនៅក្នុងអាងយើងនេះតើវាឡើងខ្ពស់ប៉ុណ្ណាពីព្រោះប្រហែលថ្ងៃនេះប្រទេសកម្ពុជាយើងជាពិសេសប៉ែកខាងទន្លេសមុទ្រមានថាកពតកែបប្រខេត្តបរសេនុកោះកុងគឺរងសម្ពាធព្យុះមកពីក្រៅប្រទេសដែលធ្វើឲ្យធាតុទឹកចូលក្នុងអាងវិរិយអគ្គិសនីយើងច្រើនហើយជាពិសេសមានលក្ខណៈជាគំហុកអញ្ចឹងទៅខ្ញុំទាំងពីរនាក់មានការបារម្ភអំពីថាតើទឹកវាឡើងលឿនប៉ុណ្ណាហើយខាងក្រុមហ៊ុននិងអគ្គិសនីកម្ពុជាដែលជាអ្នកសហការគ្នាដើម្បីបញ្ចេញទឹកផលិតអគ្គិសនីផងក៏ដូចជាការពារទឹកជំនន់ឲ្យក្រុងកពតផងទីរួមខេត្តរបស់យើងសម្ាញ់ទៅដូច្នេះថ្ងៃនេះយើងមកមើលឃើញថាកម្ពស់ទឹកនៅក្នុងអាងស្តុកទឹករបស់វិរិយអគ្គិសនីស្ទឹងកំចាយនេះគឺមានកម្រិតមិនទាន់ឡើងដល់កម្រិតមួយខ្ពស់នៅឡើយទេតាមរបាយការណ៍របស់អ្នកជំនាញគឺយ៉ាងហោចណាស់ក៏ត្រូវ7-8ម៉ែត្រទៀតបានដល់កម្រិតមួយដែលថាទឹកត្រូវហូរចេញទៅខាងក្រោមឥឡូវនេះឃើញថានៅក្រោមទំនប់នេះដែលចូលទឹកឈូរបស់កពតនេះគឺមិនទាន់មានទឹកអីធំដុំទេដោយសារថាយើងនៅគ្រប់គ្រងស្ថានភាពនេះបានហើយគម្រោងវិរិយអគ្គិសនីកំចាយនៅឯលើទឹកឈូរបស់ខេត្តកពតគឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុដែលនៅឆ្នាំ1965សម្ដេចសម្ដេចតារបស់យើងធ្លាប់ចង់បានគម្រោងនេះហើយក៏បានឲ្យមានការសិក្សាដោយអ្នកជំនាញមកពីអង្គការ The Overseas Technical Cooperation Agency ដែលនេះជាឈ្មោះចាស់របស់អង្គការចៃការជប៉ុនបច្ចុប្បន្នហើយក្នុងឆ្នាំដដែលនោះបានឲ្យមានការសិក្សាលម្អិតដោយអ្នកជំនាញមកពីគណៈកម្មការទន្លេមេគង្គនិងវិទ្យាស្ថាន Hydrozeik នៃអតីតសហភាពសូវៀតបានការសិក្សាបានតែបន្តិចក៏ត្រូវអខានទាំងស្រុងដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងចន្លោះឆ្នាំ1989មកដល់ឆ្នាំ1994ក៏មានការសិក្សាដោយអ្នកជំនាញជាហូរហែអ្នកជំនាញមកពីអតីតសហភាពសូវៀតនៅក្នុងឆ្នាំ1989ក្រុមហ៊ុន Tomen របស់ជប៉ុននៅក្នុងឆ្នាំ1992និងក្រុមអ្នកឯកទេសមកពីប្រទេសអូទ្រីសនៅក្នុងឆ្នាំ1994ហើយនេះជាការចាប់ផ្ដើមលើកទី1របស់សម្ដេចជហ៊ុនសែនប៉ុន្តែការសិក្សានេះក៏មិនត្រូវបានយកមកបង្កើតទៅជាគម្រោងពេញលេញនៅឡើយទេហើយបានទុកមួយរយៈទើបមានសម្ព័ន្ធក្រុមហ៊ុន Hydro-Quebec Experco និង Pomelo ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលកាណាដាតាមរយៈអង្គការឈ្មោះថា The Canadian International Development Agency CIDE ហើយក៏មានការសិក្សាបរិយាសាមត្ថិលទ្ធភាពគម្រោងបឋមនៅឆ្នាំ1995និងការសិក្សាសាមត្ថិលទ្ធភាពគម្រោងលម្អិតនៅឆ្នាំ1998ដែលបង្កើតបានទៅជាឯកសារ Master Document មួយដើម្បីគិតគូរពីការពិវត្តគម្រោងវិរិយអគ្គិសនីកំចាយនេះប៉ុន្តែក៏ត្រូវខកខានមិនត្រូវបានសាងសង់ទៅជាគម្រោងពេញលេញទេដោយសារថានៅឆ្នាំ1997ពិភពលោកតំបន់អាស៊ីយើងកម្ពុជាយើងនៅក្នុងនោះដែរគឺកំពុងតែជួបប្រទះនៅវិបត្តិហិរញ្ញវត្ថុពិភពលោកហើយមានការលំបាកក្នុងការគៀងគរយកហិរញ្ញប្បទានក្នុងកម្រិតដែលអាចយកមកអភិវឌ្ឍគម្រោងបានទាំងអត្រាការប្រាក់ក៏ខ្ពស់ទាំងទុនច្រើនមិនអាចប្រមូលបានដូច្នេះហើយធ្វើឲ្យគម្រោងនេះគឺត្រូវបានទុកមួយរយៈសិនប៉ុន្តែក្រោយមកទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចាប់ផ្ដើមម្ដងទៀតតាមរយៈក្រសួងឧស្សាហកម្មប្រែនិងធម្មពលនាពេលនោះគឺបើកឲ្យក្រុមហ៊ុន Sino Hydro Corporation មកពីប្រទេសចិនដើម្បីសិក្សាជាបន្តហើយក្រុមហ៊ុននេះក៏បានសម្រួលឲ្យអានុភាពលំឡើងដល់ទៅ 194.1 មេហ្គាវ៉ាត់ក្រុមហ៊ុននេះផ្អែកសំខាន់ទៅលើឯកសារគោលដែលបានសិក្សាពីមុនមកហើយឈានមកសុំការចរចាជាមួយរដ្ឋាភិបាលនាពេលនោះរហូតដល់មានការឯកភាពគ្នាក្នុងការវិវត្តគម្រោងនេះហើយនៅថ្ងៃទី20ខែមីនាឆ្នាំ2008គឺជាការចេញដំណើរនៃការសាងសង់គម្រោងនេះហើយនឹងបានដាក់ឲ្យដំណើរការជាស្ថាពរនៅថ្ងៃទី1ខែសីហាឆ្នាំ2012ដូច្នេះសុបិនរបស់សម្ដេចតាព្រះបរមរតនកោដ្ឋនៅឆ្នាំ1965ដែលមិនបានខ្លាយទៅជាការពិតត្រូវបានយកមកឲ្យធ្វើជាការពិតជាក់ស្ដែងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងកំពុងតែបន្តថែទាំនិងប្រើប្រាស់បន្តទៀតដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងប្រជាពលរដ្ឋទាំងអស់បច្ចុប្បន្ននេះតាមរយៈការបញ្ជូនអគ្គិសនីបៃតងពីខេត្តកពតចូលមកក្នុងបណ្ដាញជាតិវិរិយអគ្គិសនីកំចាយមានអត្ថប្រយោជន៍សំខាន់ទី1គឺបានចូលរួមចំណែកធ្វើឲ្យបណ្ដាញជាតិកម្ពុជានាពេលបច្ចុប្បន្ននេះមានអគ្គិសនីស្អាតរហូតដល់ជាង 63% នៃថាមពលសរុបនៅក្នុងបណ្ដាញជាតិហើយកំចាយនេះគឺមានតួនាទីសំខាន់តាំងពីដើមហើយទី2តួនាទីរបស់វាក៏មានការចូលរួមចំណែកក្នុងការស្តុកទឹកឲ្យបានអស់លទ្ធភាពដើម្បីការពារទឹកជំនន់ទៅឯក្រុងកពតហើយបន្ទាប់ពីវិរិយអគ្គិសនីបានកើតឡើងមកគឺហានិភ័យការលិចលង់ក្រុងកពតគឺត្រូវបានបន្ថយជាអតិបរមាក្នុងប្រមាណឆ្នាំនេះហើយថែមពីលើទៀតការមុនធ្វើទំនប់វិរិយអគ្គិសនីកំចាយគឺខែភ្លៀងគឺមានទឹកខ្លាំងអាចបង្កឲ្យមានការជួសជុលដល់ក្រុងកពតហើយខែប្រាំងគឺទៅជាអត់ទឹកទៅវិញដោយសារទំនប់បានធ្វើឲ្យមិនត្រឹមតែកាត់បន្ថយហានិភ័យទឹកជន់ចូលក្រុងកពតខែវស្សាប៉ុណ្ណោះទេប៉ុន្តែក្នុងខែប្រាំងគម្រោងនេះគឺតែងតែរក្សាទឹកទុកឲ្យទម្លាក់គេថាលំហូរទឹកធម្មជាតិមួយល្អសម្រាប់ខែប្រាំងធ្វើឲ្យទឹកឈូយើងគឺមានទឹកល្អជាងពេលដែលមិនទាន់បានធ្វើទំនប់ហើយគោលដៅទី3គឺអាងនេះ
និងទំនប់ខាងក្រោមទី2តូចមួយទៀតក៏ជាកន្លែងស្តុកទឹកស្អាតមួយឲ្យកំពតសម្រាប់ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតប៉ុន្តែគម្រោងនេះបន្ទាប់ពីអនុវត្តការសាងសង់ចប់នៅឆ្នាំ2012ហើយនោះគឺមានការវិវត្តមួយចំនួនជាពិសេសបងប្អូនប្រជាពលរដ្ឋដែលលោកបានចាប់ដើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រែករហូតទៅដល់កាត់ក្រុងកំពតរហូតទៅដល់ឯសមុទ្រនោះអញ្ចឹងទៅយើងខ្ញុំនៅមានការបារម្ភដែលត្រូវដាក់វិធានការពិសេសត្រង់ថាមុន2008មុនការសិក្សានិងការសាងសង់គម្រោងនេះលំនៅឋាននិងការធ្វើកន្លែងកំសាន្តតាមមាត់ព្រែកគឺមិនសូវមានច្រើនគឺតិចបំផុតគឺសិនតែគ្មានប៉ុន្តែដល់ពេលឥឡូវនេះដោយសារការរីកចម្រើនរបស់វិស័យអេកូទេសចរណ៍ដោយការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋអញ្ចឹងទៅមានការធ្វើការវិវត្តការធ្វើផែកំសាន្តការធ្វើផ្ទះសំណាក់ការធ្វើជា resort ជាដើមតាមនេះគឺមានច្រើនដូច្នេះវាអាចរកហានិភ័យមិនមែនឥឡូវទេយូរម្ដងអាចជាយថាអាចដែលទឹកធំលើសប្រកដីអាចធ្លាក់ទៅច្រើនអាចប៉ះពាល់ដល់បងប្អូនដែលធ្វើហេដ្ឋារចនាសម្ព័ន្ធចូលជ្រៅទៅក្នុងមាត់ព្រែកដែលទើបតែបានសាងសង់ក្រោយការសាងសង់ទំនប់នេះហើយឆ្នាំ2012ទោះបីយ៉ាងណាក៏ដោយយើងខ្ញុំនៅតែជឿជាក់ថាគម្រោងនេះហើយនឹងការអនុវត្តតាមដងព្រែករបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពតនៅតែអាចធ្វើដំណើរស្របគ្នាបានទេប៉ុន្តែត្រូវការវិន័យនិងការសហការរួមគ្នាមួយដូច្នេះនៅទីនេះគឺមុននឹងបើកទ្វារទឹកម្ដងគឺក្រុមហ៊ុនត្រូវធ្វើការសហការជាមួយនឹងអគ្គិសនីកម្ពុជានិងអាជ្ញាធរខេត្តកំពតដើម្បីប្រាប់បងប្អូនជាមុនដូច្នេះហើយនេះគឺជាការដាក់វិធានការដើម្បីធ្វើម៉េចឲ្យការវិវត្តក្រោយគម្រោងនេះក៏នៅតែអាចដំណើរការបានសម្រាប់បម្រើជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទៀតហើយក៏ចង់បង្ហាញជូនពុកម៉ែបងប្អូនយើងថានេះជាការយកចិត្តទុកដាក់ជាបន្តទៀតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយជាពិសេសនៅទីនេះមានអាយដាមរិទ្ធ បើធនិនដែលជាអភិបាលខេត្តក៏នៅតែបន្តយកចិត្តទុកដាក់ជាប្រចាំការយកចិត្តទុកដាក់នេះគឺដើម្បីផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋបាទសូមអរគុណ